ស្ដូបតំណាងទីកន្លែងព្រះសម្មាសម្ពុទ្ធព្រះអង្គប្រោសនៅបញ្ចវិកយភិក្ខុនៅក្នុងក្រុងពារាណសីហើយនេះគឺជាគណៈធម្មយាត្រាដែលនិមន្តនឹងអញ្ជើញមកអំពីទឹកដីខេត្តបន្ទាយមានជ័យដើម្បីមកថ្វាយបង្គំនៅព្រះស្ដូបនិងកន្លែងព្រះអង្គប្រោសនៅបញ្ចវិកយភិក្ខុចឹងសូមញាតិញោមពុទ្ធបរិស័ទជ្រះថ្លាអនុមោទនាហើយនេះពងស្វាត់ជានៅធម្មចក្រកបវត្តនសូត្រនិងអនត្តលក្ខណៈសូត្របកបាននៅអំណាចក្នុងសង្ឃាទាំងឡាយថាសូមឲ្យសង្ឃាទាំងឡាយរបស់អញយ៉ាងនេះទៅសូមឲ្យសង្ឃាទាំងឡាយរបស់យ៉ាងនេះហើយវិញ្ញាណអនត្តាវិញ្ញាណមិនមែនជារបស់ខ្លួនឡើយវិញ្ញាណចែកយ៉ាងនេះទៅវេអត្តាអភិយាទីខតហើយសន្តាបើវិញ្ញាណនេះជារបស់ខ្លួនមិនមែននិច្ចវិញ្ញាណឡើងអាពាទាយសាមវតេយៈវិញ្ញាណនេះក៏មិនមកបីប្រព្រឹត្តទៅដើម្បីនេះខាងភូមិណាថាធម្មយាត្រារបស់ភូមិនឹងជើញមកវិញ្ញាណរបស់អញយ៉ាងនេះទៅសូមឲ្យវិញ្ញាណរបស់អញយ៉ាងនេះមកតាំងខាងអញអធិកវេរូបានិច្ចំវាអនិច្ចំវាទេមនីភិក្ខុទាំងឡាយទាំងឡាយសម្គាល់នៅទឹកដីនោះថាទុយដីរូបរាងឬមិនទៀងអនិច្ចំបន្តិបបិទ្ធព្រះអង្គរារូបទៀងទេយ៉ាងបណ្ណានិច្ចំទុកខាងវាតាំងសពខាងវាទេរបស់អណាដែលមិនទៀងរបស់នោះជាទុកឬជាសំណុំបន្តិបបិទ្ធព្រះអង្គបច្ចនារបស់នោះជាទុកយ៉ាងបណ្ណានិច្ចំទុកខាងអបរិណានធម្មនាកាលំតាំងសមនុបាសតងអេតាំងនិមៈអេសោហបាស្មេអេសោម